បងប្អូនមួយគ្នាចឹងខ្ញុំសូមមកឆ្លើយសំណួររបស់បងប្រុសម្នាក់គាត់សួរថាតើ gel screen ខាងមុខនេះយើងកាត់បិទរបៀបម៉េចដើម្បីកុំឲ្យវាឆាប់របើកអញ្ចឹងខ្ញុំសូមមកបង្ហាញតិចអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញដល់បងប្អូនមួយគ្នានៅ gel ថ្មីដែលយើងអ៊ុតទៅលើ Samsung Galaxy Note 20 Ultra ដើម្បីកុំឲ្យ gel នឹងវាឆាប់របើកគឺយើងត្រូវកាត់អ៊ុតបែបនេះខាងមុខនេះគឺយើង full មកជុំអីពីលើដល់ក្រោមប៉ុន្តែគែមសងខាងនេះគឺយើងកាត់ឲ្យហៀមកគែមសងខាងបែបនេះឲ្យវាមកតោងខ្នងក្រោយបែបនេះបន្ទាប់មកយើងដាក់ខេសខ្នងក្រោយទៅមិនថាខេសថ្លាក៏ដោយខេសពណ៌ក៏ដោយយើងដាក់ខេសមួយទៀតគឺវារឹបសងខាងនឹងអត់អាចរបើកបានទេអញ្ចឹងនៅតែលើក្រោមនេះបើសិនជាលើក្រោមនេះយើងអត់របើកទៀតគឺវានៅតែស្អាតជាប់បានយូរមួយគ្នាហើយទូរស័ព្ទយើងខ្នងក្រោយស្អាតប៉ុណ្ណេះដែរយើងដាក់ខេសថ្លាទៅមើលទៅស្អាតហើយមួយគ្នាអរគុណច្រើនបាយត្រូវការប្រភេទ gel screen មុខបែបនេះកុំភ្លេចអញ្ជើញមកហាមរដ្ឋាកាត់ផ្ញើតាមខេត្តក៏បានដែរអរគុណច្រើនមួយគ្នាបាយ